ខ្ញុំមិនទាន់ត្រៀមចិត្តទេខ្ញុំទទួលយកអត់បានទេទាំងនេះគឺជាពាក្យសម្ដីគឺជាសារដែលខ្ញុំតែងតែមើលឃើញតែងតែស្ដាប់ឮពួកគេតែងតែឧទានឡើងនៅពេលដែលមនុស្សកាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលឬក៏មានបញ្ហាអ្វីផ្សេងកើតឡើងពួកគេតែងតែស្រែកឧទានឡើងថាខ្ញុំទទួលយកអត់បានទេខ្ញុំមិនទាន់ត្រៀមចិត្តទេប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកទៅមើលស្ថានភាពនៃការមើលថែទាំសុខភាពរបស់ពួកគេខ្ញុំគិតថាសមណាស់នេះពិតជាសមមែនទែនដោយសារអ្វីពួកគេមិនដែលគិតគូរមិនដែលថែទាំសុខភាពរបស់ខ្លួនសោះឡើយល្ងាចឡើងជុលកែវផឹកផងជក់ផងញ៉ាំរបស់ដែលគ្មានផាសុខភាពទាំងឡាយមិនមែនមិនដឹងទេប៉ុន្តែជាលក្ខណៈបំពេញតែម្ដងអ្នកធ្វើអ្វីអ្នកសាងអ្វីប្រកាសណាស់គឺអ្នកប្រកាសជាទទួលបានផលនោះសំទោសដែលខ្ញុំនិយាយតាមត្រង់សំទោសដែលខ្ញុំនិយាយនៅពាក្យពិតខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគិតគូរនិងត្រិះរិះពិចារណាអំពីការថែទាំសុខភាពនៅក្នុងសម័យកាលគីមីនេះ